នាឡិកាឆ្លាតវៃដែលមានមុខងារ AI gesture បញ្ជាដោយចលនាដើម្បីថតរូបឬក៏ទទួលទូរស័ព្ទក្រៅពីនឹងទៀតគឺអាចមើលសារតបសារជាភាសាខ្មែរបាន 100% យើងអាចប្រើវាក្នុងការធ្វើ body health check up ក្នុងរយៈពេលត្រឹមតែ1នាទីដោយប្រើចង្អុលដៃដាក់នៅលើ sensor X-Tape Technology ដំបូងបំផុតនៅលើពិភពលោកនេះគឺនាឡិកាឆ្លាតវៃ Huawei ចំនួនទី5នាឡិកានេះគឺបំពាក់មកជាមួយនឹង sensor ដែលមានបច្ចេកវិទ្យាថ្មីជាច្រើនហើយអ្វីដែលលើសពីចំនួនមុនគឺ X-Tape Technology នេះគឺជា sensor ដែលអាច detect ដឹងនៅចំណុចផ្សេងជាច្រើននៅលើរាងកាយរបស់យើងដើម្បីសរុបព័ត៌មានទាំងអស់ហ្នឹងចូលគ្នាដូចមានពេទ្យម្នាក់ដែលនៅប្រចាំកាយយើងរៀងរាល់ថ្ងៃរៀងរាល់ពេលតែម្ដងប្រើសញ្ញាចេះដើម្បីលើកទូរស័ព្ទនៅពេលដែលគេ call ចូលឬក៏យើងចង់បដិសេធការ call ហ្នឹងក៏បានដែរដោយយើងប្រើ gesture ឬក៏សញ្ញាផ្សេងបំពាក់ជាមួយនឹង material ដែលល្អឬក៏ material ប្រណិត stainless steel 904L ចំពោះកញ្ចក់វិញគឺជាប្រភេទ sapphire glass វាមានកម្រិតពណ៌ហ្នឹងច្បាស់ល្អហើយកម្រិតពន្លឺរហូតដល់ 3000 នីតការប្រើ eSIM នៅក្នុងការប្រើ eSIM នេះយើងអាចប្រើវាជាអ៊ីនធឺណិតដើម្បីប្រើសេវាផ្សេងហើយចំពោះនាឡិកាឆ្លាតវៃ Huawei ជំនាន់ទី5នេះក៏អាចប្រើជាមួយនឹងមុខងារកីឡាផ្សេងបានដូចគ្នាដែរទាំងនេះគឺជាចំណុចពិសេសរបស់នាឡិកាឆ្លាតវៃ Huawei ជំនាន់ទី5